5ប្រភេទនេះគឺជួយទប់រាគបំពេញជាតិទឹកជំនួយកម្លាំងយ៉ាងមានប្រសិទ្ធភាពទី1បបរសញ៉ាំទៅធ្វើឲ្យយើងនឹងវាមានកម្លាំងធ្វើឲ្យរាងកាយយើងឆាប់វិលត្រឡប់មករកសភាពធម្មតាវិញបានឡើងល្អប្រសើរតែម្ដងទី2ផ្លែចេកគឺមានជាតិប៉ូតាស្យូមខ្ពស់ពេលដែលយើងញ៉ាំទៅវាអាចទប់អារាគរូសនឹងបានផងហើយឲ្យលាមកនឹងរាងល្អប្រសើរមកវិញទី3នំប៉័ងអាំងក្តៅវាមានកាបូហៃដ្រេតខ្ពស់វាជាអាហារដែលងាយស្រួលរំលាយអត់ធ្វើឲ្យកាពះយើងហត់ពេកពេលដែលមុខងាររបស់កាពះពោះវៀននឹងកំពុងតែខ្សោយអញ្ចឹងអាហារមួយនេះគឺល្អបំផុតឲ្យយើងនឹងឆាប់មានកម្លាំងត្រឡប់មកវិញផងដែរទី4មាន់ស្ងោរមានជាតិប្រូតេអ៊ីនខ្ពស់ធ្វើឲ្យយើងមានកម្លាំងបើមានស៊ុបមាន់ស្ងោរឬក៏យកសាច់មាន់ធុងមាន់ហ្នឹងយកធ្វើបបរធ្វើស៊ុបអីផងគឺធ្វើឲ្យយើងនឹងមានកម្លាំងលឿនមែនតើសម្រាប់អ្នកដែលកំពុងរៀបរស់ឡាហៃនឹងឯងតួឯងចុងក្រោយទឹកដូងបើនិយាយពីទឹកដូងនឹងមហាល្អហើយស្មើនឹងយើងដាក់សេរ៉ូមព្រោះពេលដែលយើងរៀកគឺបាត់បង់ជាតិទឹកខ្លាំងមែនតើហើយជាពិសេសអេឡិចត្រូឡៃនឹងតែម្ដងអញ្ចឹងទឹកដូងនេះគឺស្ដារស្ថានភាពសុខភាពបានល្អហើយលឿនរហ័សបានផងដែរកុំភ្លេចសេវីតាអូអ្នកគ្រូសេបើទុកក្រឡូយកប្រឡប់អីអត់ដឹងធ្វើមិនប៉ុន្តែហាមណាកុំហូបរបស់ខ្លាញ់ទឹកដោះគោបន្លែស្រស់ពេលរៀកអរគុណច្រើនកុំភ្លេច share follow ផងចា